នេះគឺជាក្រុមសាសនាលក់ប្រលឹងនៅជុំវិញពិភពលោកតើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនសុខចិត្តលះបង់សេរីភាពនិងទ្រព្យសម្បត្តិរហូតដល់ជីវិតរបស់ខ្លួនដើម្បីផ្ដោះប្ដូរយកអំណាចនិងភាពល្បីល្បាញនិងទ្រព្យសម្បត្តិតាំងពីបុរាណកាលរហូតដល់សម័យបច្ចុប្បន្នការលក់ប្រលឹងមិនមែនមាននៅក្នុងកុននោះទេនៅក្នុងសតវត្សឆ្នាំ90ក្រុមជំនឿ Heaven Gate នៅសហរដ្ឋអាមេរិកបានលបួងសមាជិកឲ្យជឿថារាងកាយមនុស្សគ្រាន់តែជាសម្បកហើយពួកគេត្រូវតែលះបង់ប្រលឹងនិងជីវិតនៅលើផែនដីដើម្បីឡើងជិះយានអវកាសអាថ៌កំបាំងដែលធ្វើដំណើរតាមក្រោយផ្កាយដុះកន្ទុយព្រឹត្តិការណ៍នេះបានបញ្ចប់ដោយមានអ្នកចូលរួមបានធ្វើអត្តឃាតខ្លួនឯងជាក្រុមរហូតដល់39នាក់មិនខុសគ្នាប៉ុន្មានឡើយក្រុម Order of the Solar Temple នៅអឺរ៉ុបក៏បានប្រើប្រាស់ទ្រឹស្ដីអបិយជំនឿបោកប្រាស់អ្នកមានទ្រព្យសម្បត្តិឲ្យប្រគល់ទ្រព្យនិងជីវិតដើម្បីបញ្ជូនព្រលឹងទៅកាន់ផ្កាយដែលបណ្ដាលឲ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិតយ៉ាងអណោចអធមប៉ុន្តែបើនិយាយក្រុមដែលល្បីល្បាញជាងគេនៅជុំវិញពិភពលោកអំពីការលក់ព្រលឹងគ្មាននរណាក្រៅពី Illuminati នោះទេក្រុមសាសនាលក់ព្រលឹងមានឈ្មោះពេញថា Bavarian Illuminati ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1776នៅប្រទេសអាល្លឺម៉ង់ដោយក្រុមអ្នកប្រាជ្ញដែលចង់ជំរុញវិជាសាស្ត្រនិងសេរីភាពប៉ុន្តែពួកគេត្រូវបានរដ្ឋាភិបាលបង្ក្រាបនិងលុបបំបាត់ចោលទាំងស្រុងជិត250ឆ្នាំមុនទៅហើយទោះជាយ៉ាងណាក៏ដោយនៅក្នុងសម័យទំនើបមានទ្រឹស្ដីជាច្រើនបានជឿថា Illuminati មិនទាន់បាត់បង់នោះទេប៉ុន្តែបានក្លាយជាបណ្ដាញងងឹតដែលគ្រប់គ្រងឧស្សាហកម្មកំសាន្ត Hollywood និងនយោបាយពិភពលោកតារាចម្រៀងនិងមហាសេដ្ឋីល្បីៗជាច្រើនត្រូវគេសង្ស័យថាបានធ្វើកិច្ចសន្យាលក់ព្រលឹងដើម្បីដោះដូរយកប្រាក់កាសរាប់រយលាននិងភាពល្បីល្បាញកំពូល Illuminati ឬក្រុមសាសនាលក់ព្រលឹងទាំងអស់នោះពិតជាទិញព្រលឹងដូចក្នុងរឿងភាគដែរឬទេហើយតើដើម្បីអាចដំណើរការពិធីលក់ព្រលឹងនេះបានតើពួកគេត្រូវធ្វើអ្វីខ្លះតាមដាននៅវីដេអូបន្ទាប់ comment និងចែករំលែកមតិរបស់អ្នកទាំងអស់គ្នានៅខាងក្រោម